តើសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមានកាតព្វកិច្ចសារពើពន្ធអ្វីខ្លះសូមទស្សនិកជនទាំងអស់អញ្ជើញស្ដាប់ការបកស្រាយរបស់លោកម៉ាបូរ៉ាអនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអ្នកគ្រប់គ្រងពន្ធតូចនិងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារដូចតទៅអង្គការសមាគមមិនមែនរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចដូចតទៅបាទទី1កាតព្វកិច្ចចុះបញ្ជីពន្ធដារបាទអញ្ចឹងអនុលោមទៅតាមមាត្រា203នៃច្បាប់ស្តីពីសារពើពន្ធសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងកំឡុងពេល15ថ្ងៃក្រោយមានសកម្មភាពសេដ្ឋកិច្ចឬសកម្មភាពដទៃទៀតបាទអានោះទី1គឺកាតព្វកិច្ចចុះបញ្ជីបាទតមកពីក្រោយពីចុះបញ្ជីហើយគឺមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធបាទអញ្ចឹងសម្រាប់លិខិតប្រកាសសារពើពន្ធយើងអនុលោមទៅតាមមាត្រា207នៃច្បាប់សារពើពន្ធអង្គការសមាគមនិងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសបង់និងបង់ប្រាក់ពន្ធបាទគឺលិខិតប្រកាសប្រចាំខែនិងប្រចាំឆ្នាំហើយមានសម្រាប់គោលដៅមិនស្វែងរកប្រាក់ចំណេញក៏ត្រូវដាក់លិខិតប្រកាសហ្នឹងហើយសម្រាប់សកម្មភាពដល់ឡែកក៏ត្រូវដាក់លិខិតប្រកាសប្រចាំខែនិងប្រចាំឆ្នាំដូចគ្នាបាទហើយមានទម្រង់ពេលវេលាទីកន្លែងត្រូវបានកំណត់ដោយរដ្ឋបាលសារពើពន្ធទោះបីជាមានប្រាក់ពន្ធឬគ្មានប្រាក់ពន្ធក៏ដោយបាទសូមបញ្ជាក់បន្ថែមថាលិខិតប្រកាសប្រចាំខែគឺយើងសម្រាប់អង្គការសមាគមក្នុងសកម្មភាពមិនស្វែងរកប្រាក់ចំណេញត្រូវមានកាតព្វកិច្ចប្រកាសពន្ធកាត់ទុកពន្ធលើប្រាក់បៀវត្សនិងពន្ធអាករដទៃទៀតហើយសម្រាប់សកម្មភាពដោយឡែកមិនមែនជាគោលដៅដើមបាទត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធប្រាក់រំដោះអាករម្លែងបន្ថែមពន្ធកាត់ទុកបៀវត្សអីនិងពន្ធអាករដទៃទៀតដោយសហគ្រាសដទៃដែរបាទអានឹងសម្រាប់ប្រចាំខែហើយសម្រាប់ប្រកាសពន្ធប្រចាំឆ្នាំសកម្មភាពមិនស្វែងរកប្រាក់ចំណេញគឺត្រូវដាក់លិខិតប្រកាសប្រចាំឆ្នាំដែរដោយភ្ជាប់នៅរបាយការណ៍ធនាគាររបាយការណ៍ហិរញ្ញវត្ថុកិច្ចសន្យាហិរញ្ញប្បទានគម្រោងសកម្មភាពហើយនិងសកម្មភាពអនុវត្តហើយពាក់នឹងឯកសារពាក់ព័ន្ធដទៃទៀតហើយចំពោះសកម្មភាពស្វែងរកប្រាក់ចំណេញគឺយើងដាក់ប្រកាសដោយសហគ្រាសដទៃដែរបាទសម្រាប់ប្រចាំឆ្នាំហើយកាតព្វកិច្ចទី3បាទកាតព្វកិច្ចទី3គឺកាន់កាប់បញ្ជីគណនេយ្យបាទអញ្ចឹងសកម្មភាពដែលមិនស្វែងរកប្រាក់ចំណេញនោះសហគ្រាសត្រូវអនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជាដែលស្តង់ដារគណនេយ្យស្តីពីការអង្គភាពមិនស្វែងរកប្រាក់ចំណេញបាទហើយសម្រាប់សកម្មភាពរបស់គាត់ដែលស្វែងរកប្រាក់ចំណេញអញ្ចឹងយើងត្រូវអនុវត្តទៅតាមប្រភេទអ្នកជាប់ពន្ធបើសិនជាគាត់ជាអ្នកជាប់ពន្ធតូចគឺអនុវត្តទៅតាមបញ្ជីគណនេយ្យសាមញ្ញទៅតាមប្រកាសលេខ1820សហវប្រកចុះថ្ងៃទី25ខែធ្នូឆ្នាំ2015បាទស្ដីពីការកំណត់វិធាននិងនីតិវិធីទៅការអនុវត្តគណនេយ្យសាមញ្ញរបស់អ្នកជាប់ពន្ធតូចហើយសម្រាប់បើគាត់ត្រូវបានចុះបញ្ជីជាអ្នកជាប់ពន្ធមធ្យមនិងធំគឺត្រូវអនុវត្តវិធានស្តង់ដារគណនេយ្យនៃកម្ពុជាបាទខ្ញុំសូមបញ្ជាក់កាតព្វកិច្ចមាន3ចំណុចប៉ុណ្ណឹងបាទ